ការប្រើនិងអាន How to use and an independent article is used with a word beginning with a consonant or a vowel with a consonant sound ប្រែថាត្រូវបានប្រើជាមួយនឹងពាក្យដែលចាប់ផ្ដើមជាមួយនឹងព្យញ្ជនៈឬជាមួយនឹងស្រៈដែលមានសំឡេងព្យញ្ជនៈដូចជាពាក្យ a man a hat a university a European a man អក្សរ m នឹងជាព្យញ្ជនៈអញ្ចឹងយើងដាក់បាទ a hat h អក្សរ h នឹងគឺជាព្យញ្ជនៈអញ្ចឹងយើងដាក់ដល់ university u ស្រៈ u វានៅតែឯងវាជាស្រៈដល់ពេលវាប្រើជាអក្សរពាក្យវាដើរតួជាព្យញ្ជនៈបាទ European e eu eu ហើយ u u u yo អញ្ចឹងវាសំឡេងព្យញ្ជនៈវាស្រៈមែនតែសំឡេងព្យញ្ជនៈអញ្ចឹងយើងប្រើបាទគេមិនគិត e នឹងជាស្រៈយើងដាក់ n ទេយើងគិតថាវាអានជាសំឡេង u European អញ្ចឹង u យកព្យញ្ជនៈហើយ University អក្សរស្រៈ u ស្រៈ u ជាស្រៈមែនប៉ុន្តែសំឡេងព្យញ្ជនៈ u យក University អញ្ចឹងយើងប្រើ